បន្ទាប់ពីបាយទឹកនៅផ្ទះហើយមួយផ្លែតសម្រាប់បានបន្តិចក៏ចេញទៅណាមកពលានទាំងថ្ងៃនឹងតម្ដងដោយសារតែខាងក្រសួងគាត់តម្រូវឲ្យមកជួបជុំគ្នាតរំតបានជុំគ្នាវារៀងយូរអញ្ចឹងត្រូវមកតាំងពីថ្ងៃដើម្បីមករងចាំបាទអារម្មណ៍នៅក្នុងចិត្តពេលនេះគឺរៀងឡាក់លួនៅក្នុងចិត្តព្រោះត្រូវឃ្លាតឆ្ងាយពីគ្រួសារពីមនុស្សដែលខ្លួនឯងស្រឡាញ់មានអារម្មណ៍ថាមិនសូវជាសុខចិត្តខ្លាំងប៉ុន្មានទេប៉ុន្តែដើម្បីជីវភាពដើម្បីគ្រួសារក៏សម្រេចចិត្តថាចាកចេញម្ដងទៀតបន្ទាប់ពីមកដល់ពលានហើយឡើងមកខាងលើនៅកន្លែងព្រះបាទលើកទី1របស់ខ្ញុំហើយតែខ្ញុំបានមកដល់ដោយសារតែពេលខ្ញុំចុះមកហ្នឹងគឺវារៀងយប់ខ្ញុំអត់បានឃើញអីទាំងអស់បាទបន្ទាប់មកក៏នៅសល់ពេលច្រើនដែរខ្ញុំក៏បាននាំប្រពន្ធនាំកូននឹងទៅញ៉ាំអីបន្តិចព្រោះហើយអត់ទាន់មានអ្នកដែលឡើងជាមួយគ្នាហ្នឹងគាត់មកជុំគ្នាដែរហើយគាត់បានថតរូបលេងខ្លះៗទុកអនុស្សាវរីយ៍មុនពេលដែលហោះទៅណាហើយនេះជាកូនស្រីរបស់ខ្ញុំពេលដែលតនេទង្វើរបស់គាត់បាទជាមួយនឹងក្មួយស្រីរបស់ខ្ញុំតនេគឺគាត់បែបហ្នឹង